សំណួរទី B គេថារកប្របបាបនៃព្រឹត្តិការណ៍ B ដែលសំណួរទាំង3ដែលចាប់បានមាននៅក្នុងមេរៀនទាំង3ត្រីមាសមានន័យថាមិនមាននៅក្នុងមេរៀនទាំង3ត្រីនេះមានន័យថាត្រូវនៅក្នុងត្រីមាសទី1មានម៉ាសំណួរក្នុងត្រីមាសទី2មានម៉ាសំណួរហើយនៅក្នុងត្រីមាសទី3មានម៉ាសំណួរនោះអញ្ចឹងយើងយកមកត្រីមាសទី1យើងមានម៉ានសំណួរចំនួនករណីស្របនៃព្រឹត្តិការណ៍ B ទាំងដោយ n នៃ B ស្មើទាំង3សំណួរទាំង3ត្រីមាសអញ្ចឹងសំណួរទី1ចេញពីត្រីមាសទី1ត្រីមាសទី1មាន5សំណួរបន្សំនៃ5យក1គុណឲ្យសំណួរទី2នៃត្រីមាសទី2បន្សំនៃ3យក1គុណឲ្យត្រីមាសទី3យើងមានប៉ុន្មានសំណួរមាន2សំណួរអញ្ចឹងបន្សំនៃ2យក1ចឹងចម្លើយចេញមកបន្សំនៃ5យក1ចេញ5បន្សំនៃ3យក1ចេញ3បន្សំនៃ2យក1ចេញ2នៅគ្នាយើងកាត់មក5គុណ3 15 15គុណឲ្យ2ស្មើ30ករណីកាលណាយើងរកករណីស្របហើយយើងអាចរកប្របបាបនៃព្រឹត្តិការណ៍ B បានហើយគេបានP នៃព្រឹត្តិការណ៍ B ស្មើចំនួនករណីស្របចែកឲ្យចំនួនករណីអាចចំនួនមកវិញ n នៃ B ឃើញ30 n នៃ A ឃើញ120គឺយើងអាចសម្រួលបានទេនេះគូសម្រួលនឹង30បានអញ្ចឹងឥឡូវចែកឲ្យ30សល់1ក្រោមចែកឲ្យ30សល់4ចឹងមានន័យថាប្របបាបនៃព្រឹត្តិការណ៍ B ឃើញ1លើ4ដូចនេះប្របបាបនៃព្រឹត្តិការណ៍ B ស្មើ1លើ4តោះចំនួនចុងក្រោយគេឲ្យរកប្របបាបនៃព្រឹត្តិការណ៍ C ដែលសំណួរទាំង3ដែលចាប់បានមានជាមេរៀននៅក្នុងត្រីមាសដូចគ្នាមានន័យថាទាំង3សំណួរដែលគាត់ចាប់បានហ្នឹងត្រូវទៅនៅក្នុងត្រីមាសដូចគ្នាអញ្ចឹងយើងប្រមូលប្រធានរបស់យើងមានន័យថានៅក្នុងត្រីមាសទី1មាន5គាត់ចាប់បាន3ឬក៏អាចនៅក្នុងត្រីមាសទី2មាន3គាត់ចាប់បានទាំង3ប៉ុន្តែគ្នាយើងនៅក្នុងត្រីមាសទី3មានតែ2សំណួរទេអញ្ចឹងកន្លែងហ្នឹងយើងបាច់យកមកគិតទេដោយសារគេចង់បានទាំង3សំណួរចានេះតែ2វាអត់គ្រប់សំណួរដែលសិស្សចង់ចាប់បានទេអញ្ចឹងកន្លែងនេះមានន័យថាចំនួនករណីស្របនៃព្រឹត្តិការណ៍ C ស្មើបន្សំនៃសំណួរនៅក្នុងត្រីមាសទី1មាន5យក3ឬសំណួរនៅក្នុងត្រីមាសទី2មាន3យក3អញ្ចឹងតែយើងកណនាមកអានេះបន្សំនៃ5យក3កណនានៅក្នុងសំណួរ A ហើយឃើញ10បូកឲ្យបន្សំនៃ3យក3ឃើញ1អញ្ចឹងស្មើ11ករណីគេបានប្របបាបនៃព្រឹត្តិការណ៍ C ស្មើចំនួនករណីស្របនៃព្រឹត្តិការណ៍ C លើចំនួនករណីអាចចំនួនមកវិញឃើញ11លើ120លេខមួយនេះសម្រួលបានទេអញ្ចឹងចម្លើយចុងក្រោយដូចនេះប្របបាបនៃព្រឹត្តិការណ៍ C ស្មើ11លើ120អញ្ចឹងថ្ងៃហ្នឹងបងមានតែប៉ុណ្្នឹងអរគុណបងប្អូនទាំងអស់គ្នា